ខ្ញុំចង់និយាយបានច្រើនតែមិនដឹងថាគួរចាប់ផ្ដើមពីណាហើយទៅណាគាត់ទៅពេលមកដល់ម្ដងយើងដើរអត់សពយើងមិនដឹងថាត្រូវមើលហើយឲ្យវារៀបរាប់ពីអារម្មណ៍ដែលយើងបានមកហើយបានឃើញវាអត់ដឹងថាគួរវិពណ៌នាបែបម៉េចឲ្យត្រូវនឹងទស្សនវិជ្ជាហើយនឹងទឹកតាំងស្នាដៃពពកបរោះដែលយើងឃើញវាលើសពីអ្វីដែលយើងមនុស្សសាមញ្ញក្មេងចំនួនក្រោយនេះមើលឃើញសម័យគិតថារឿងទាំងអស់ហ្នឹងវាកើតឡើងដោយរបៀបណាយើងតែដឹងថាកើតឡើងពីកម្លាំងបញ្ញាស្មារតីរបស់ដូនតាសាមគ្គីភាពរបស់ដូនតានិងទឹកចិត្តលះបង់របស់ដូនតាគ្រប់ចំនួនមកតែឲ្យវិពណ៌នាឲ្យយើងមើលឃើញពីភាពអស្ចារ្យទាំងអស់ហ្នឹងនៅតែអារម្មណ៍នៅតែភ្នែកយើងមើលឃើញប៉ុណ្ណឹងយើងនិយាយអត់ត្រូវទេយើងមិនដឹងថាត្រូវនិយាយមកឲ្យត្រូវឲ្យអស់ពីអារម្មណ៍បានដូច្នេះវាទៅមកជាសារមួយដែលយើងបានឃើញយើងមកផ្ទាល់ទោះថាវាមានភាពប្រែប្រួលដោយពេលវេលាខ្លះអីក៏ខ្លះអានឹងជារឿងពិតយើងមិនអាចហាមឃាត់បានទេសច្ចភាពអនិច្ចំគឺភាពប្រែប្រួលមិនទៀងទាត់តែយ៉ាងណាក្នុងនាមជាកូនខ្មែរមួយរូបខ្ញុំចង់មកនិយាយឲ្យបងប្អូនបានឃើញពីភាពអស្ចារ្យហើយបានយល់ដឹងពិចារណាបន្តិចថាតើមោទនភាពដែលយើងមាននេះយើងមាននៅត្រឹមតែអារម្មណ៍ដែលយើងនឹកឃើញម្ដងមកកាលមកគ្រាឬក៏យើងត្រូវបណ្ដោះឲ្យវាមាននៅក្នុងដួងព្រលឹងវិញ្ញាណសតិអារម្មណ៍យើងគ្រប់កាលគ្រប់វេលាស្នាដៃទាំងអស់នេះវាបង្ហាញអំពីភាពប្រកបនិយមការលះបង់ពិតប្រកបរបស់ដូនតាយើងគ្រប់ចំនួនអ្វីវាត្រូវតែប្រែប្រួលប៉ុន្តែចិត្តពលឹងជាខ្មែរជាពូជដំបូងខ្មែរយើងមិនគួរប្រែប្រួលព្រោះវប្បធម៌ដទៃព្រោះភាពជឿនលឿនពីបរទេសព្រោះភាពស្រស់ស្អាតពីប្រទេសខាងក្រៅឡើយភាពជឿនលឿនភាពស៊ីវិល័យវាជារូបភាពខាងក្រៅដែលយើងមើលឃើញស្អាតជាការពិតតែបេះដូងវិញ្ញាណដែលយើងកើតមានជាមួយនឹងពពកបរោះខ្មែរយើងជាអ្វីដែលមានលើសពីការពិតហើយគឺជាអ្វីដែលយើងមិនអាចផ្លាស់ប្ដូរនិងប្រែប្រួលទៅតាមពេលវេលានិងរូបភាពខាងក្រៅបានចូលអ្នកសម្លឹងមើលប្រាសាទសម្លឹងមើលពីភាពអស្ចារ្យមួយនេះហើយយើងប្រើអារម្មណ៍ប្រើបេះដូងតែវាកើតឡើងមកជាមួយនឹងសារធាតុជាខ្មែរយើងគ្រប់គ្នាត្រូវបណ្ដុះវិញ្ញាណសាមគ្គីជាមួយគ្នាហើយយើងត្រូវតែមានកម្លាំងមានឥទ្ធិពលនៅភាពសាមគ្គីជាមួយគ្នាយើងទទួលព្រមស្គាល់ទទួលយកគ្នាជាជាតិជាឈាមតែមួយជាមួយគ្នាយើងកុំឆ្លោះគ្នាយើងកុំហែកហួរគ្នាយើងកុំស្អប់រើសអើងគ្នាយើងបាត់អ្វីបានប៉ុន្តែយើងមិនគួរបាត់ព្រលឹងជាយើងទេជាជាតិសាសន៍យើងទេខ្ញុំសូមជូនទស្សនៈខ្លីមួយឲ្យបងប្អូនអ្នកស្ដាប់បានស្ដាប់ហើយយើងគិតទាំងអស់គ្នាព្រលឹងជាតិព្រលឹងសាសនាព្រលឹងដូនតាព្រលឹងក្នុងខ្លួននេះជាអ្វីដែលយើងត្រូវបណ្ដុះឲ្យមានជាប់នៅក្នុងសតិអារម្មណ៍ឈាមគ្រប់សរសៃរួមយើងទាំងអស់គ្នាយើងពុំគួរបាត់ព្រលឹងណាមួយទេព្រលឹងជាតិក៏ជាព្រលឹងព្រលឹងសាសនាក៏ជាព្រលឹងព្រលឹងដូនតាក៏ជាព្រលឹងហើយព្រលឹងក្នុងខ្លួនយើងក៏ជាព្រលឹងយើងត្រូវរក្សាឲ្យបានបាត់ណាមួយក៏ឈ្មោះថាបាត់ដែរសាមគ្គីស្រឡាញ់ថែរក្សាការពារហើយយើងផ្សព្វផ្សាយអរគុណ